វិបត្តិប្រេងអាស៊ានវៀតណាមត្រៀមទម្លាក់ពន្ធមក0%ហ្វីលីពីនកាត់បន្ថយថ្ងៃធ្វើការមីយ៉ាន់ម៉ាចេញច្បាប់ថ្មីខណៈតម្លៃប្រេងនៅកម្ពុជាហក់ឡើងខ្ពស់ប្រទេសវៀតណាមកំពុងពិចារណាលើផែនការលុបចោលពន្ធនៃការនាំចូលប្រេងឥន្ធនៈខណៈប្រតិបត្តិការសង្គ្រាមរួមគ្នារវាងសហរដ្ឋអាមេរិកអ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់បានរំខានដល់ការផ្គត់ផ្គង់ប្រេងនិងរុញច្រានតម្លៃឲ្យឡើងខ្ពស់កប់ពពកចាប់តាំងពីឆ្នាំ2022មកទន្ទឹមនោះហ្វីលីពីនក៏បានប្រកាសពីការកាត់បន្ថយថ្ងៃធ្វើការមន្ត្រីរាជការសាធារណៈខណៈមីយ៉ាន់ម៉ាកំណត់ច្បាប់ថ្មីស្របពេលតម្លៃប្រេងនៅកម្ពុជាហក់ឡើងខ្ពស់ក្រសួងហិរញ្ញវត្ថុវៀតណាមបានអះអាងនៅថ្ងៃទី9ខែមីនាឆ្នាំ2026នេះថារដ្ឋធានីហាណូយបានព្រៀងក្រឹត្យមួយដែលនឹងកាត់បន្ថយអត្រាពន្ធនាំចូលមកត្រឹម0%លើផលិតផលប្រេងមួយចំនួនដើម្បីជួយរក្សាស្ថិរភាពទីផ្សារក្នុងស្រុកនិងធានាសន្តិសុខថាមពលជាតិសេចក្តីថ្លែងការណ៍បានបន្តថាប្រសិនបើចំនួននៅតែបន្តហើយការបិទគប់ច្រកសមុទ្រហូមូសនៅតែមាននោះការផ្គត់ផ្គង់ប្រេងជំនួសនៅលើទីផ្សារអន្តរជាតិនឹងក្លាយទៅជារឿងពិបាកហើយប្រឈមនឹងការធ្វើឲ្យតម្លៃកាន់តែឡើងខ្ពស់មែនទែនទៅច្រកសមុទ្រនេះគឺជាផ្លូវទឹកឆ្លងកាត់ដែលនាវាដឹកប្រេងឆៅចំនួន1/5ឬស្មើ20%របស់ពិភពលោកចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងការវាយប្រហារពីសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលសង្គ្រប់លើប្រទេសអ៊ីរ៉ង់ធ្វើឲ្យតម្លៃប្រេងឥន្ធនៈនៅក្នុងប្រទេសវៀតណាមនិងប្រទេសផ្សេងទៀតរួមទាំងកម្ពុជាផងបានហក់ឡើងយ៉ាងគំហុកប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាមបានរាយការណ៍ថាតម្លៃប្រេងសាំងបានកើនឡើង21%ស្មើនឹង$1.03អាមេរិកក្នុង1លីត្រជាតម្លៃខ្ពស់បំផុតចាប់តាំងពីខែកក្កដាឆ្នាំ2022យោងតាមសំណើរបស់ក្រសួងហិរញ្ញវត្ថុក្រឹត្យពន្ធនេះនឹងមានប្រសិទ្ធភាពរហូតដល់ដំណាច់ខែមេសាសូមជម្រាបថាវិបត្តិនៅមជ្ឈមបូព៌ាបានធ្វើឲ្យតម្លៃប្រេងឆៅហក់ឡើងដល់ជិត$120ក្នុង1បារ៉ែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននៅដើមឆ្នាំ2022ដោយឡែកតម្លៃលក់រាយប្រេងឥន្ធនៈក្នុងប្រទេសកម្ពុជាចាប់ពីថ្ងៃទី8ដល់ថ្ងៃទី10ខែមីនាឆ្នាំ2026គឺប្រេងសាំងធម្មតាមានតម្លៃ$4,400រៀលក្នុង1លីត្រនិងប្រេងម៉ាស៊ូតមានតម្លៃ$5,150រៀលក្នុង1លីត្រចំណែកនៅឯប្រទេសហ្វីលីពីនឯណោះវិញប្រធានាធិបតី Ferdinand Marcos Jr បានបញ្ជាឲ្យអនុវត្តជាបណ្ដោះអាសន្ននៅផែនការធ្វើការ4ថ្ងៃក្នុងមួយសប្តាហ៍នៅតាមការិយាល័យរដ្ឋាភិបាលមួយចំនួនចាប់ពីថ្ងៃទី9ខែមីនានេះតទៅដើម្បីដោះស្រាយផលប៉ះពាល់នៃវិបត្តិថាមពលដែលបណ្ដាលមកពីសង្គ្រាមនៅមជ្ឈមបូព៌ាសម្រំលឹកថាមេដឹកនាំរបបសឹកភូមាក៏បានប្រកាសដាក់ចេញនៅប្រព័ន្ធបែងចែកកូតាប្រេងឥន្ធនៈយ៉ាងតឹងរឹងដោយកំណត់យានយន្តស្លាកលេខគូបើកថ្ងៃគូនិងស្លាកលេខសេសបើកថ្ងៃសេសចំណែកយានយន្តអគ្គិសនីឬ EV ត្រូវបានលើកលែង